ដីដុខ្លាំងសម្បើមបានវិប្រហាភាគកណ្ដាលប្រទេសមីយ៉ាន់ម៉ានៅរុស្ស៊ីថ្ងៃសុក្រទី28ខែមីនានេះខណៈសំណង់អគារជាច្រើនបានបាក់ដួលរលំជាពិសេសនៅក្នុងទីក្រុងម៉ាន់ដាលេជាទីក្រុងធំទី2របស់ប្រទេសនេះទន្ទឹមនឹងនោះប្រទេសថៃកំពុងរងគ្រោះខ្លាំងមិនចាញ់ភូមិមាផងដែរខណៈដែលវៀតណាមកំពុងភ័យបុកពោះគ្រោះរំជួយដីមានកម្រិត 7.7 រិចទ័រនិងមានជម្រៅ10 គីឡូម៉ែត្របាននាំឲ្យប្រទេសកំពុងមានវិបត្តិស្រាប់នេះរងគ្រោះបន្ថែមទៀតជាក់ស្ដែងចំណុចកណ្ដាលនៃការរំជួយដីនេះមានចម្ងាយប្រហែល 17.2 គីឡូម៉ែត្រពីទីក្រុងម៉ាន់ដាលេដែលមានប្រជាជនប្រហែល 1.5 លាននាក់សំណង់អគារបានបាក់រលំនិងកំទេចកំទីថ្មបានរីករប៉ាត់របាយពីពេញផ្លូវក្នុងទីក្រុងសម្បីតែស្ពានដ៏ចំណាស់សម័យអាណានិគមដែលលាតសន្ធឹងលើទន្លេឆ្លងទន្លេអ៊ីរ៉ាវ៉ាឌីតភ្ជាប់តំបន់ម៉ាន់ដាលេនិងសឺហ្គាំងក៏ត្រូវបានបាក់រលំខ្ទេចខ្ទីដោយគ្រោះរំជួយដីនេះផងដែរមន្ត្រីនាយកដ្ឋានសេវាពន្លត់អគ្គិភ័យមីយ៉ាន់ម៉ាបានប្រាប់រយតើថាយើងបានចាប់ផ្ដើមប្រតិបត្តិការស្វែងរកជំវិញទីក្រុងយ៉ាងហ្គនដើម្បីពិនិត្យរកអ្នកស្លាប់និងការខូចខាតរហូតមកដល់ពេលនេះយើងមិនទាន់មានព័ត៌មាននៅឡើយទេគួរជម្រាបថាប្រជាជនបាននាំគ្នារត់ជន់ជើងគ្នាចាក់ចោលផ្ទះសម្បែងខណៈសំណង់អគារជាច្រើនជាន់បានដួលរលំនៅចំពោះមុខពួកគេស្រស់ៗតែម្ដងសាក្សីបានអះអាងថាមនុស្សជាច្រើនបានជាប់នៅខាងក្នុងនៃគំនរថ្មអគារថ្មបាក់បែកក្រោយអគារធំទាំងនោះបានបាក់រលំសង្កត់ពីលើក្រៅពីនេះសំណង់អគារនានាក៏បានបាក់រលំនិងញ័ររំជួយផងដែរក្នុងរាជធានីបាងកកប្រទេសថៃដែលមានចម្ងាយប្រហែល 1000 គីឡូម៉ែត្រខណៈមនុស្សជាច្រើនរត់រកទីតាំងសុវត្ថិភាពស្របពេលអគារកំពុងសាងសង់មួយមានកម្មករប្រមាណ50នាក់បានស្រុតរលំស្រស់ៗដោយមានតែ7នាក់ប៉ុណ្ណោះបានរត់ចេញរួចខ្លួនយ៉ាងណាមនុស្សចំនួន43នាក់កំពុងជាប់នៅក្នុងសាកសពអគារគួរជម្រាបថាប្រជាជននៅទូទាំងរដ្ឋធានីហាណូយកំពុងភ័យស្លន់ស្លោដោយសារសំណង់អគារនានាក្នុងប្រទេសវៀតណាមបានញ័ររំជួយខណៈមនុស្សម្នាធ្វើការទាំងអារម្មណ៍មិននៅក្នុងខ្លួនគួរបញ្ជាក់ថាគ្រោះរំជួយដីដ៏សាហាវនេះបានវាយប្រហារខ្លាំងជាងគេលើប្រទេសមីយ៉ាន់ម៉ានិងថៃខណៈវៀតណាមរងឥទ្ធិពលតិចជាងគេ